គេល្បីបុកលហុងមួយចាន50000ឥឡូវកុំឲ្យបបាយើងមកបុកញ៉ាំខ្លួនឯងតាមឲ្យតន់ត្រេនគេម្ដងមើលបងប្អូនហើយបើនិយាយពីរឿងរសជាតិវិញណាឆ្ងាញ់មិនចាញ់យើងទៅញ៉ាំនៅក្នុងហាងឯណាបងប្អូនហើយបានបុកដាក់ម្ទេសហិលរសជាតិបែបដិតជាពិសេសនេះដាក់តាំងពីប៉ាតេបកាតាពាំងអីហ្នឹងណានិយាយពីថាឆ្ងាញ់សាហាវតែម្ដងបងប្អូនហើយសម្រាប់នាងខ្ញុំមកបុកលហុងចូលចិត្តណាស់ដាក់ម្ទេសឲ្យហិលរឹតតែហិលគឺរឹតតែឆ្ងាញ់តែម្ដងឥឡូវដើម្បីកុំឲ្យរងចាំយូរតោះចូលទៅមើលពីវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាដំបូងនាងខ្ញុំយកខ្ទឹមសជាមួយនឹងម្ទេសយកមកបុកជាមុនសិនហើយនាងខ្ញុំបានបន្ថែមម្ទេសហុយ1ស្លាបព្រាបាយដែរបងប្អូនបន្ទាប់មកយើងបុកម្ទេសជាមួយនឹងខ្ទឹមនឹងឲ្យរាងម៉ត់បន្តិចសិនទើបនាងខ្ញុំដាក់គ្រឿងផ្សំរសជាតិចូលសម្រាប់គ្រឿងផ្សំនាងខ្ញុំដាក់ប៊ីចេង1ស្លាបព្រាកាហ្វេស្ករត្នោត1ស្លាបព្រាបាយក្រូចឆ្មា2ផ្លែហើយនឹងទឹកប្រហុក1កូនចានចង្កឹះរួចយើងកូរឲ្យគ្រឿងទាំងអស់ហ្នឹងរលាយចូលគ្នាបានល្អបន្តិចសិនណាបងប្អូនទើបនាងខ្ញុំធ្វើការភ្លក់ឃើញថារសជាតិប៉ុណ្ណឹងគឺល្មមឆ្ងាញ់តែម្ដងបន្ទាប់មកយើងចាក់បន្លែរបស់យើងចូលសម្រាប់បន្លែថ្ងៃនេះនាងខ្ញុំប្រើសណ្តែកគួរត្រាប់ហើយនឹងប៉េងប៉ោះបងប្អូនហើយបើបងប្អូនចូលចិត្តបន្លែអីផ្សេងអាចដាក់តាមការចូលចិត្តសម្រាប់ប៉ាតេមុននឹងយកមកធ្វើនេះនាងខ្ញុំបានយកទៅស្រុះជាមុនសិនណាបងប្អូនបន្ទាប់ពីដាក់គ្រឿងក្រៅចូលអស់ហើយឥឡូវឃើញថាត្បាល់របស់យើងរាងតូចបន្តិចអញ្ចឹងនាងខ្ញុំដូរមកដាក់ក្នុងកធុននេះវិញសម្រាប់តាពាំងនាងខ្ញុំដាក់តាពាំងជ្រក់ដែលនាងខ្ញុំធ្វើថ្ងៃមុនណាបងប្អូនអូនិយាយថារសជាតិវិញឆ្ងាញ់ណាបងប្អូននៅពេលដែលយើងយកមកដាក់បុកល្ហុងអញ្ចឹងសម្រាប់ល្ហុងនាងខ្ញុំចូលចិត្តសាប់បែបប្រទេសធំរាងក្រាស់អញ្ចឹងបងប្អូនពេលដែលយើងញ៉ាំទៅសាច់ល្ហុងជ្រឹបឆ្ងាញ់ខ្លាំងមែនតែម្ដងសម្រាប់បង្គានាងខ្ញុំយកទៅស្រុះឲ្យរាងឆ្អិនបន្តិចតែបើបងប្អូនចេះញ៉ាំឆៅក៏បានដែរចុងក្រោយគ្រាន់តែបន្ថែមសណ្តែកដីហើយនឹងស្លឹកជីរួចជាការស្រេចតែម្ដងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ការតាមដាននិងទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ